ស្វាគមន៍នគរនិយមគ្រប់ក្រុមគ្រប់បាត់ទាំងអស់គ្នាសាជាថ្មីម្ដងទៀតមកកាន់វីដេអូសម្រាប់រឿងនៅភាគទី3នៃរឿងម្ចាស់សំណាក់ឋានសួគ៌របស់យើងបន្តហើយបរិយារសាច់រឿងកុំភ្លេចចុច Subscribe ហើយនិង Comment ឲ្យ Admin ម្នាក់មួយផងតើកុំឲ្យខាត់ពេលយូរចូលមកដល់សាច់រឿងរបស់យើងតែម្ដងទៅចាប់ផ្ដើមនៅសាច់រឿងយើងបានឃើញថាមនុស្សប្រមាណអ្នកកំពុងតែធ្វើបាបទៅលើមិត្តភ័ក្តិរបស់ចៅស៊ីនហើយពួកគេប្រមាណអ្នកនោះគឺជាគ្នារបស់សៅយេនឹងឯងសៅយេក៏បានប្រាប់ទៅកាន់បុរសម្នាក់ថារបួសរបស់គេនៅពេលនេះគឺមិនទាន់ជានោះទេហើយថ្ងៃនេះទោះបីជាយ៉ាងណាក៏ដោយត្រូវតែសងសឹកឲ្យគេទាល់តែបានហើយបុរសម្នាក់នេះគេក៏មានឈ្មោះថាវ៉ៃប៉ៅគេក៏បានតបទៅវិញថាមិនចាំបាច់បារម្ភនោះទេថ្ងៃនេះខ្ញុំនឹងសងសឹកឲ្យសៅយេទាល់តែបានហើយគេក៏បានដើរសម្ដៅមករកមិត្តភ័ក្តិរបស់ចៅស៊ីនរៀបនឹងយាដៃវាយទៅលើគេទៅហើយក៏ប៉ុន្តែមើលទៅគេពិតជាភ័យខ្លាចខ្លាំងមែនទែននៅពេលដែលឃើញបែបនេះពួកគេទាំង3នាក់នោះបែរជាសើចទៅវិញគណៈពេលនោះចៅស៊ីនក៏បានធ្វើដំណើរមកដល់ទីនេះក៏បាននិយាយថានៅទីនេះតើអ្នកណាជាបងធំរបស់គេគឺវត្តមានរបស់ចៅស៊ីននៅទីនេះមិត្តភ័ក្តិរបស់គេរៀបនឹងកាន់ដៃរបស់ចៅស៊ីនរត់ទៅហើយក៏ប៉ុន្តែចៅស៊ីនគឺមិនទៅណានោះទេវ៉ៃប៉ៅអ្នកវិញក៏បាននិយាយដូចដងទៅកាន់ចៅស៊ីនថាឃើញយើងហើយហេតុអ្វីបានជាអញមិនរត់ឬក៏អញចង់ស្លាប់នៅទីនេះហើយមើលទៅហើយចាំចៅស៊ីនក៏បានតទៅវិញរឿងទាំងអស់នេះវាក៏បានកើតឡើងរវាងសោយេជាមួយនឹងខ្ញុំតែប៉ុណ្ណោះហេតុអ្វីបានជាសោយេយកអ្នកផ្សេងមកពាក់ព័ន្ធបែបនេះសោយេក៏បាននិយាយថាទោះបីជាពាក់ព័ន្ធជាមួយនឹងអ្នកដទៃក៏ដោយតែសំខាន់នោះគឺខ្ញុំសប្បាយចិត្តនៅពេលដែលធ្វើរឿងមួយនេះគាត់ទៅលើបែបនេះចៅស៊ីនក៏បានបញ្ចេញធម្មពលចេញពីរាងកាយរបស់គេនៅពេលដែលធម្មពលវេទមន្តចេញពីរាងកាយរបស់ចៅស៊ីននោះឡៅចាពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនអេមិនភ្លេចប្រាប់អ្នកទាំងអស់គ្នាថាមិត្តភ័ក្តិរបស់ចៅស៊ីននេះគេក៏មានឈ្មោះថាឡៅចាគាត់តែឃើញធម្មពលចេញពីរាងកាយរបស់ចៅស៊ីនបែបនេះបែបក៏បានគិតថាធម្មពលវេទមន្តរបស់ចៅស៊ីននេះគាត់តែជាធម្មពលនៅខាងក្រៅរាងកាយតែប៉ុណ្ណោះចៅស៊ីនណាហើយមិនបាច់ធ្វើជាខ្លាំងនៅពីមុខយើងនោះទេហើយចំណែកឯឡៅចាវិញក៏បាននិយាយពាក់ព័ន្ធជាមួយនឹងវ៉ៃប៉ៅម្នាក់នេះគេមិនធម្មតានោះទេធម្មពលនៅក្នុងរាងកាយរបស់គេក៏មានផងដែរហើយក៏មានជាខ្លាំងជាច្រើនដែលប្រយុទ្ធជាមួយនឹងគេក៏ប៉ុន្តែប្រយុទ្ធមិនឈ្នះវ៉ៃប៉ៅឡើយនៅពេលនេះមានតែផ្លូវរត់តែប៉ុណ្ណោះហើយចំណែកចៅស៊ីនគេមិនរត់ទៅណានោះទេក៏បានដើរចូលទៅសួរទៅកាន់វ៉ៃប៉ៅថាខ្ញុំក៏បានដឹងមកថាលោកគឺជាអ្នកប្រយុទ្ធដ៏ខ្លាំងក្លាម្នាក់តែលោកហ៊ានប្រកួតនៅលើសៃវិនជាមួយនឹងខ្ញុំបានដែរឬទេបន្តមកអ្នកទាំងពីរក៏បានឡើងមកលើសៃវិនតែម្ដងហើយចំណែកឯពួកគេប្រមាណអ្នកនៅខាងក្រោមនេះវិញក៏បានគាំទ្រទៅកាន់អ្នកទាំងពីរទៀតផងការប្រកួតក៏បានចាប់ផ្ដើមវ៉ៃប៉ៅក៏បានប្រើនឹងកណ្ដាប់ដៃរបស់គេសម្រាប់ខ្លួនវាប្រហារទៅលើចៅស៊ីនទៅហើយក៏ប៉ុន្តែនៅពេលនោះទូរស័ព្ទរបស់ចៅស៊ីនក៏បានរលឡើងវាក៏បានធ្វើឲ្យវ៉ៃប៉ៅធុញខ្លាំងមែនទែនគឺគេចង់តែដាក់ចៅស៊ីនមួយដៃឲ្យដួលតែម្ដងចៅស៊ីននេះវិញក៏បានលើកទូរស័ព្ទរបស់គេក៏មានសំឡេងមួយនិយាយមកកាន់ចៅស៊ីនថាចៅស៊ីនខ្ញុំក៏បានមកចុះតម្លៃនៅផ្នែកទេវភាពហើយលោកក៏អាចប្រើប្រាស់បានចំនួន98ថ្ងៃឯណោះហើយវាក៏អាចឲ្យចៅស៊ីនយកមកប្រើប្រាស់នៅពេលនេះបានទៀតផងហើយចៅស៊ីនក៏បានយកព្រមជាមួយនឹងការទិញនៅល្បិចកលមួយនេះទោះបីជាណាក៏ដោយលោកគឺជាមិត្តរបស់ខ្ញុំនឹងបញ្ចុះតម្លៃ20%ឲ្យលោកតែម្ដងហើយចំណែកឯឡាចាមករួមជាមួយនឹងសៅយេគេពិតជាឆ្ងល់ខ្លាំងមែនទែនតើចៅស៊ីននិយាយជាមួយណាតែសំឡេងមួយនេះហើយមកលើចៅស៊ីនថាគឺជាមិត្តអមតៈគណៈពេលនោះថ្មវេទមន្តក៏បានចេញពីទូរស័ព្ទរបស់ចៅស៊ីនហើយនៅពេលដែលថ្មវេទមន្តមួយនេះចូលទៅក្នុងរាងកាយរបស់ចៅស៊ីនក៏បានទទួលបានជាមួយនឹងភ្នែកទេវភាពហើយយើងក៏បានឃើញថាកៅភ្នែករបស់គេក៏មាននៅពន្លឺផងដែរហើយបន្ទាប់មកអ្នកទាំងពីរក៏បានធ្វើការប្រយុទ្ធគ្នាតែម្ដងវ៉ៃប៉ៅក៏បានសម្រាប់ខ្លួនវាយទៅលើចៅស៊ីនប្រមាណដៃហើយថែមទាំងទាត់ចៅស៊ីនមួយជើងឡើងប៉ាងនិយាយដូចទៅកាន់ចៅស៊ីនថាហ៊ានប្រកួតជាមួយនឹងយើងផងមិនខ្លាចស្រាប់នោះទេបន្ទាប់មកចៅស៊ីនក៏បានគិតថានៅពេលនេះគឺមានតែប្រើនឹងកម្លាំងធម្មពលនៅក្នុងរាងកាយតែប៉ុណ្ណោះទើបអាចប្រយុទ្ធជាមួយនឹងវ៉ៃប៉ៅបានបន្ទាប់មកចៅស៊ីនក៏បានបញ្ចេញនៅគម្ពីរក្បាច់គុណរបស់គេចេញមកដែលមានឈ្មោះថាគម្ពីរថៃស៊ឺនៅពេលដែលចៅស៊ីនប្រើកម្លាំងធម្មពលរបស់គេចេញពីរាងកាយវាក៏បានបញ្ចេញនៅក្បួនមួយដែលគេហៅថាយីននឹងយ៉ាងនឹងឯងហើយចំណែកឯឡាចាមិននឹកស្មានថាចៅស៊ីនចេះនឹងវិជាគុណមួយនេះទៀតផងហើយចំណែកឯវ៉ៃប៉ៅនៅវិញគេក៏បានដឹងថានេះគឺជាក្បាច់គុណថៃជឺក៏ប៉ុន្តែគេមិនខ្វល់នោះទេក៏បានសម្រាប់ខ្លួនវាប្រហារទៅលើចៅស៊ីនតែម្ដងហើយទោះបីជាយ៉ាងណាក៏ដោយវាយចៅស៊ីនមិនត្រូវនោះទេហើយគេពិតជាខ្លាំងមែនទែនដែលវាយចៅស៊ីនមិនត្រូវក៏បានសម្រាប់ខ្លួនវាយចៅស៊ីនបន្តទៀតចៅស៊ីនក៏បានបញ្ចេញនៅក្បួនរបស់គេជាលើកទី2ក៏បានដាក់ចៅស៊ីនមួយកែងឡើងប៉ើងហើយចៅស៊ីនក៏បានបញ្ចេញនៅក្បាច់គុណរបស់គេជាលើកទី3នៅពេលដែលมันអាចយកឈ្នះចៅស៊ីនបានវាធ្វើឲ្យវាយប៉ៅខឹងខ្លាំងមែនទែនហើយគេក៏បានបញ្ចេញនៅធម្មពលពណ៌ក្រហមចេញពីរាងកាយរបស់គេចេញមកហើយគេក៏បានបញ្ចេញនៅក្រញាំរបស់គេទាំងសងខាងផងដែរហើយស្នេហ៍វិជាគុណមួយនេះគេហៅថាក្រញាំបិសាចបន្ទាប់ពីវាយប៉ៅបន្ទូនៅធម្មពលចេញពីរាងកាយរបស់គេក៏បានសម្រាប់ខ្លួនវាប្រហារទៅលើចៅស៊ីននៅពេលដែលវាយប៉ៅវាប្រហារទៅលើចៅស៊ីននោះធម្មពលចៅស៊ីនគឺមិនទាន់ដាស់នៅឡើយនោះទេវាយប៉ៅក៏បានវាប្រហារទៅលើចៅស៊ីនប្រមាណជើងធ្វើឲ្យចៅស៊ីនឡើងប៉ៅបន្ទាប់មកគេក៏បានប្រើនៅលើបឿនរបស់គេរត់ជំវិញចៅស៊ីនតែម្ដងវាធ្វើឲ្យចៅស៊ីនពិបាកមើលគេពិតមែនដោយសារតែភ្នែកទេវភាពរបស់គេនៅពេលនេះគឺមិនទាន់បើកនៅឡើយនោះទេវាយប៉ៅក៏បានវាយចៅស៊ីនចិត្តនៅធ្លាក់ទៅលើសៃវិនទៅហើយស្រាប់តែពេលនោះធម្មពលរបស់ចៅស៊ីនក៏បានដាស់ឡើងវាយប៉ៅក៏បាននិយាយដូចទៅកាន់ចៅស៊ីនទៀតហើយឥឡូវដល់ទោះបីជាអញខំប្រឹងយ៉ាងណាក៏ដោយគឺអញមិនអាចយកឈ្នះយើងបាននោះទេនៅពេលនេះបើសិនជាអញសមមកវល់យើងនឹងទឹកជីវិតឲ្យឯងភ្លាមតែម្ដងចៅស៊ីនគឺមិនខ្វល់ពីសម្ដីវាយប៉ៅនោះទេក៏បានបញ្ចេញនូវស្នេហ៍វិជាគុណរបស់គេជាលើកទី4ហើយយើងក៏បានឃើញថាកម្លាំងធម្មពលវេទមន្តនៅរាងកាយរបស់គេនៅពេលនេះក៏បានជ្រាបពេញខ្លួនតែម្ដងដូច្នេះហើយរាងកាយរបស់ចៅស៊ីនក៏បានបន្ទូធម្មពលក៏បានធ្វើឲ្យពួកគេភ្ញាក់ផ្អើលខ្លាំងមែនទែនស្នេហ៍វិជាគុណមួយនេះហាត់10ឆ្នាំទៀតក៏មិនអាចដល់ចំណុចកំពូលបាននោះទេតែឥឡូវម្នាក់នេះហាត់វិជាគុណមួយនេះបានដោយរបៀបណាបន្ទាប់មកអ្នកទាំងពីរ
ក៏បានធ្វើការប្រយុទ្ធគ្នាម្ដងទៀតហើយការប្រយុទ្ធលើកនេះវាហាក់បីដូចជាចាស់ស៊ីនគឺមានប្រៀបខ្លាំងជាងនៅពេលដែលចាស់ស៊ីនសម្រាប់ខ្លួនវាយទៅលើវាយប៉ាវនោះវាយប៉ាវក៏បានប៉ាងទៅខ້ອຍក្រោយក៏ប៉ុន្តែវាយប៉ាវគឺមិនចោះចាញ់នោះទេក៏បានសម្រាប់ខ្លួនធ្វើការវាយប្រហារបន្តទៀតហើយទោះបីជាវាយប៉ាវវាយយ៉ាងណាក៏ដោយគឺមិនអាចយកឈ្នះចាស់ស៊ីនបានឡើយបន្តមកចាស់ស៊ីនក៏បានបញ្ចេញនូវស៊ុបរបស់គេចេញមកដាក់ទៅលើវាយប៉ាវឡើងប៉ាងបន្ទប់នឹងជញ្ជាំងធ្លាក់មកក្ដុតបាត់មាត់ឈឹងតែម្ដងឃើញបែបនេះសោយេណែវិញរៀបនឹងរត់ចាក់ចេញពីទីនោះទៅហើយក៏ប៉ុន្តែគឺត្រូវបានចៅស៊ីនពាំងមុខរបស់គេជាប់គឺបែបនេះសោយេពិតជាភ័យខ្លាំងមែនទែនគេក៏បាននិយាយសំទោសទៅកាន់ចៅស៊ីនណានៅពេលនេះខ្ញុំក៏បានដឹងខុសទៅហើយថ្ងៃក្រោយខ្ញុំក៏លែងនឹងធ្វើបែបនេះទៀតដែរយល់ថាពួកយើងគឺជាមិត្តរួមថ្នាក់នឹងគ្នាសូមចៅស៊ីនលើកលែងឲ្យខ្ញុំម្ដងទៅចុះហើយទោះបីយ៉ាងណាក៏ដោយចៅស៊ីនគឺមិនខឹងគេនោះទេក៏បានឲ្យគេរត់គេចេញពីទីនោះបាត់ទៅលេខមកមើលឡាចាដែលជាមិត្តរបស់ចៅស៊ីនវិញក៏បាននិយាយសរសើរទៅកាន់ចៅស៊ីនថាសម្លាញ់ខ្ញុំពិតជាមិននឹកស្មានថាឯងមានកម្លាំងធម្មពលហើយនឹងវិជាគុណខ្លាំងបែបនេះនោះទេហើយខ្ញុំក៏បានលើកគេនិយាយថាឯងក៏បានផ្ដួលនៅជើងកាងម្នាក់នោះក៏ប៉ុន្តែខ្ញុំមិនជឿនោះទេឥឡូវនេះខ្ញុំក៏បានឃើញនឹងភ្នែកទៅហើយខ្ញុំពិតជាសរសើរទៅកាន់ឯងពិតមែនឡាចានិយាយផងស្រក់ទឹកភ្នែកផងចៅស៊ីនពិតជាឆ្ងល់ខ្លាំងមែនទែនហេតុអ្វីបានជាឯងហូរទឹកភ្នែកយ៉ាងនេះឡាចាក៏បានតបមកវិញថាទឹកភ្នែករបស់ខ្ញុំហូរនៅពេលនេះគឺដោយសារតែអរិយៈពេលជាច្រើនឆ្នាំមកហើយខ្ញុំក៏បានគិតថាឯងគឺជាមនុស្សទាំងសោយក៏ប៉ុន្តែនៅពេលនេះវាមិនដូចកាត់កាត់របស់ខ្ញុំនោះទេសេរឿងក៏បានកាត់មករយៈពេល3ថ្ងៃក្រោយមកយើងក៏បានឃើញរីម្នាក់កំពុងតែកាន់ទូរស័ព្ទរបស់គេមើលការប្រយុទ្ធរបស់ចៅស៊ីនជាមួយនឹងវាយប៉ាវហើយគេក៏បានសួរទៅកាន់បុរសម្នាក់ទៀតថាតើឯងមែនទេក៏បាននិយាយថាអាឡម្នាក់នេះគឺមានថ្វីដៃខ្លាំងជាងខ្ញុំទៅទៀតបុរសម្នាក់នោះក៏បានតបមកវិញថានេះវាគឺជាការប៉ិនគឺដោយសារតែខ្ញុំក៏បានចាញ់នៅអាល្អិតម្នាក់នេះរួចមកហើយបើសិនជាមានឱកាសម្ដងទៀតខ្ញុំគឺមិនលើកលែងឲ្យគេនោះទេក៏ប៉ុន្តែនៅពេលនេះគឺគ្មានឱកាសក្រោយនោះទេគឺត្រូវបាននារីម្នាក់នោះដាក់គេមួយជើងឡើងប៉ាងហើយនារីម្នាក់នោះក៏បានសួរទៅកាន់បុរសម្នាក់នោះថាតើអាឡិតម្នាក់នេះគឺមានឈ្មោះអ្វីហើយគេគឺមានឈ្មោះថាចៅស៊ីននៅពេលដែលលើឈ្មោះរបស់ចៅស៊ីននៅពេលនេះនារីម្នាក់នោះហាក់បីដូចជាស្គាល់ចៅស៊ីនជាយូរណាស់មកហើយសាច់រឿងនៅភាគទី3របស់យើងនេះក៏បានចប់នៅត្រង់ចំណុចនេះសូមរងចាំទស្សនានៅភាគបន្តទៀតនៅពេលនេះអេមីសូមបាយបាយហើយបាយបាយ